bạn chấm điệp số lục này cũng đại bạnรับra nơi cam thị bộ tục mùi này chẳng ngày nít nhưng mà số này nó bị được biệtรับra bằng cảรับra vào chẳng chỉ tầm 4 lục được biệt ba khi tiền nít số lục được rú châu từ tầm cái tầm po kêu mùi này chẳng nằm bay bằng pin po miền bọc kêu nâng còn miền bọc phun không bọc sa chẳng khang một khai một sọc một khung một lá như tôi tới khi tay ta đã ao sạch nặng tí nằm thuộc xa một cừu tục nặng nhưng đại sạch hay lấy cột lá ní lục cừu này cừu xôm bắt đầu từ tam lấy cột lá bỏ lục cừu này cừu và tôi mà tiết lấy tu sa cừu tục nặng chẳng cứ chỉ lấy bỏ lục cừu này cừu tốt đấy tại căn tục nặng và tôi mà tiết cái lại cái nặng cục rong chẳng cái nặng cục rong nó bỏ sả lục cừu này cừu ta chỉ ai thà chỉ ní dụ sả chỉ ní cá sả vềរួមកន្លែងហ្នឹងគឺកន្លែងទុកកន្លែងបោះត្រាអញ្ចឹងបើយើងចង់ដាក់ចំនួននាយកសាលាចំនួននាយករងសាលានាយិការងអញ្ចឹងយើងអាចជ្រើសរើសបានក្នុងនេះបានជានាយកជាអីអញ្ចឹងទៅអញ្ចឹងកន្លែងហ្នឹងយើងអាចបដូរយ៉ាងបានហើយបន្តមកទៀតឈ្មោះគណៈគ្រប់គ្រងអញ្ចឹងគណៈគ្រប់គ្រងតែឈ្មោះអីអញ្ចឹងយើងកន្លែងហ្នឹងត្រូវតែបំពេញឈ្មោះរបស់គណៈគ្រប់គ្រងហើយនេះគឺជាលេខទូរស័ព្ទរបស់គណៈគ្រប់គ្រងគឺជារបស់នាយកសាលានេះឬក៏នាយិកាសាលាចឹងទៅបាទបន្តមកទៀតចូលដល់កន្លែងនេះគឺយើងបំពេញថ្ងៃខែអញ្ចឹងកន្លែងនេះជាឈ្មោះសាលាឬក៏ដាក់ផ្ដើមធ្វើន័យណាអីចឹងទៅដាក់តាមហ្នឹងចឹងទៅហើយបន្តមកកន្លែងនេះគឺថ្ងៃខែការបញ្ចូលការបច្ឆេទយើងមើលត្រង់កន្លែងនេះបញ្ចូលការបច្ឆេទគឺសម្រាប់ដើមឆ្នាំអញ្ចឹងនៅក្នុងបញ្ជីដើមឆ្នាំតើការបច្ឆេទថ្ងៃណាអញ្ចឹងលោកគ្រូអ្នកគ្រូសូមវាយតាមការបច្ឆេទអញ្ចឹងទៅអានេះជាការបច្ឆេទសូរ្យកតិរីឯចន្ទគតិនឹងចេញដោយស្វ័យប្រវត្តិអញ្ចឹងបន្តពីខែបន្តទៀតលោកគ្រូអាចបដូរតាមនឹងអញ្ចឹងទៅបដូរតាមជាក់ស្ដែងអញ្ចឹងមានមករាកុម្ភៈអីអញ្ចឹងទៅឆ្នាំក្នុងនេះខ្ញុំដាក់25 24អញ្ចឹងយើងលោកគ្រូអ្នកគ្រូអាចដូរបានអូខេអញ្ចឹងនៅជួរប៉ុណ្ណឹងមានប៉ុណ្ណឹងហើយយើងបកមកលើកមកខាងនេះវិញបាទអញ្ចឹងយើងបកមកចូលកន្លែងឈ្មោះខាងនេះវិញគឺជាការបញ្ចូលឈ្មោះនៃមុខវិជ្ជាអញ្ចឹងកន្លែងហ្នឹងគឺជាការសំខាន់ក្នុងការបញ្ចូលព្រោះយើងបញ្ចូលទៅដើម្បីវាស្គាល់នៅក្នុងការបញ្ចូលប្រចាំខែនិងឆមាសអញ្ចឹងក្នុងនោះវាមាន4កន្លោនវាមានមុខវិជ្ជាពេញឈ្មោះមុខវិជ្ជាពេញឈ្មោះវិជ្ជាកាត់អញ្ចឹងឈ្មោះមុខវិជ្ជាពេញនឹងមុខវិជ្ជាកាត់ត្រូវឲ្យដូចគ្នាបើសិនបើខ្មែរយើងតំណាងឲ្យ K អញ្ចឹងទៅពលរដ្ឋតំណាងឲ្យអក្សរ I អីចឹងទៅអញ្ចឹងមកជួយឈរក៏តាមជួយឈរហើយលោកគ្រូអាចបដូរតាមជាក់ស្ដែងបានលោកគ្រូចង់ដាក់មុខវិជ្ជាអីក៏បានដែរតាមជាក់ស្ដែងដែលលោកគ្រូចង់បានអញ្ចឹងលេខរៀងទី1លោកគ្រូចង់ដាក់ខ្មែរចង់ដាក់ពលរដ្ឋចង់ដាក់ប្រវត្តិឬក៏លោកគ្រូចង់ដាក់អញ្ចឹងឯងចង់ដាក់ខ្មែរហើយកណិតកន្លែងនេះដាក់កណិតតាមនឹងអញ្ចឹងទៅជាក់ស្ដែងតាមចិត្តដែលលោកគ្រូចង់ដាក់អូខេបន្តមកទៀតបន្ទុអតិបរមាចំពោះមុខវិជ្ជាមួយលោកគ្រូត្រូវបញ្ចូលឲ្យដាច់ខាតត្រូវតែបញ្ចូលបើសិនបើលោកគ្រូអត់បញ្ចូលបន្ទុអតិបរមាសម្រាប់ឆមាសនិងខែទេលោកគ្រូមិនអាចបញ្ចូលបន្ទុនៅក្នុងតារាងស្រង់បន្ទុប្រចាំខែនិងប្រចាំឆមាសបានទេអញ្ចឹងលោកគ្រូដាច់ខាតត្រូវតែបញ្ចូលបន្ទុអតិបរមាតាមមុខវិជ្ជានីមួយបាទបន្តមកទៀតចូលដល់វគ្គបញ្ចូលឈ្មោះភូមិឃុំខេត្តរបស់សិស្សអញ្ចឹងភូមិឃុំខេត្តរបស់សិស្សនេះយើងមើលតាមជួយឈរនេះដែរអញ្ចឹងក្នុងនេះជាមួយភូមិអញ្ចឹងមួយភូមិមានភូមិមានឃុំមានស្រុកមានខេត្តអញ្ចឹងបើយើងមានភូមិបន្តទៀតដាក់ភូមិឃុំស្រុកខេត្តដូចគ្នាមកហើយឈ្មោះភូមិឃុំស្រុកខេត្តហ្នឹងក៏សំខាន់ដែរទាំងអស់ហ្នឹងសំខាន់សម្រាប់ធ្វើការបញ្ចូលទិន្នន័យរបស់សិស្សអញ្ចឹងបើសិនបើអត់មានឈ្មោះភូមិឃុំក្នុងទេប្រព័ន្ធមិនអាចបញ្ចូលបានទេអញ្ចឹងតតែលោកគ្រូអ្នកគ្រូបញ្ចូលក្នុងនឹងសិនបាទបន្តមកទៀតខែក្នុងឆ្នាំទី1គឺជាខែដំបូងកន្លែងពណ៌សនោះបញ្ចូលក្នុងខែដំបូង
ខែដំបងតើខែដំបងនៃឆុងមីទី1ខែណាអញ្ចឹងក្នុងគម្រោងនេះខ្ញុំដាក់ខែតុលាបើលោកគ្រូអត់ពេញចិត្តតុលាអាចដូរបានមកខែជាវិច្ឆិកាជាធ្នូតាមចិត្តលោកគ្រូអ្នកគ្រូបានអញ្ចឹងខ្ញុំសូមដាក់ខែតុលាខែក្នុងឆុងមីទី2ក៏អញ្ចឹងដែរឆុងមីទី2ដូរតាមតម្រូវការរបស់លោកគ្រូអ្នកគ្រូបានអញ្ចឹងខែដាក់ខែឧសភាវិញក៏បានហើយពណ៌ទឹកក្រូចបែបនេះគឺវាដូរតាមអនិច្ចស្ដែងអញ្ចឹងមានថារាប់តាមលំដាប់នៃខែតុលាហើយវិច្ឆិកាធ្នូអញ្ចឹងតែម្ដងឧសភាមិថុនាកក្កដាអញ្ចឹងតែម្ដងអញ្ចឹងសូមលោកគ្រូអ្នកគ្រូបដូរតែផ្ដើមនេះប្រហែល4ខែនេះវាបដូរតាមអូតូម៉ាទិកបាទខ្ញុំភ្លេចប្រាប់មួយទៀតរឿងចុងក្រោយនៃបន្ទុអតិបរមាអញ្ចឹងកន្លែងនេះខ្ញុំដាក់ភាសាបរទេសអញ្ចឹងភាសាបរទេសតើភាសាបរទេសនៅក្នុងសាលាលោកគ្រូអ្នកគ្រូជាភាសាអីអញ្ចឹងសាលាខ្លះអាចជាភាសាអង់គ្លេសសាលាខ្លះអាចជាភាសាបារាំងប៉ុន្តែជាទូទៅភាគច្រើនគឺភាសាអង់គ្លេសអញ្ចឹងកន្លែងហ្នឹងត្រូវតែដូរដាក់អង់គ្លេសមកប៉ុន្តែបើបារាំងតើដូរដាក់បារាំងដែរមកប៉ុន្តែដើម្បីបញ្ចូលបានលុះត្រាតែលោកគ្រូបញ្ចូលឈ្មោះក្នុងនេះក្នុងម៉ាជូនេះក្នុងម៉ាជូឈ្មោះមុខវិជ្ជាពេញតើដល់បញ្ចូលអានឹងបានមានបញ្ចូលក្នុងនឹងដែរបានមានមុខវិជ្ជានៅក្នុងនឹងដែរបើសិនបើលោកគ្រូអត់បញ្ចូលក្នុងនេះទេកន្លែងនេះក៏អត់មានឈ្មោះត្រូវជ្រើសរើសបានដែរបាទហើយបន្តមកទៀតបន្ទុកមធ្យមភាគកន្លែង50ហ្នឹងជាទូទៅនៅក្នុងមធ្យមសិក្សាគឺបន្ទុកមធ្យមភាគរបស់យើងខ្ពស់បំផុតត្រឹម50អត់អាចខ្ពស់ពី50បានទេអញ្ចឹងត្រឹម50អញ្ចឹងប៉ុន្តែបើសិនបើសាលាលោកគ្រូអ្នកគ្រូខុសពីហ្នឹងអាចដូរបានប៉ុន្តែយោបល់ខ្ញុំមិនបាច់ចាំដូរទេព្រោះជាទូទៅនៅក្នុងមធ្យមសិក្សាយើងតែងតែប្រើ50នឹងជានិច្ចបាទអញ្ចឹងវីដេអូរបស់ខ្ញុំមានតែប៉ុណ្ណឹងសង្ឃឹមថាលោកគ្រូអ្នកគ្រូអាចយល់បានបើសិនបើមិនច្បាស់ត្រង់ណាហើយត្រង់ណាអាចសាកសួរបន្ថែមបានបាទអញ្ចឹងវីដេអូប៉ុណ្ណឹងសូមចប់ត្រឹមហ្នឹងសូមអរគុណ